បាទថ្ងៃនេះដែរចេញមកចែកចម្លែកបងប្អូនយើងមួយមុខទៀតតាក់ទងជាមួយនឹងកង្កែបបងប្អូនណាបាទដែលមានឈ្មោះថាកាន់គួរ TNG ឬក៏បងប្អូនយើងអាចហៅបានមួយមុខទៀតគេហៅថាកាន់គួរ Niwa បងប្អូនយើងបាទម្ហូបនេះគឺជាប្រភេទម្ហូបស៊ីឈួនម្ហូបហិលដែរបងប្អូនណាបាទលើកុំឲ្យខាត់ពេកយើងទៅតាមដានគ្រឿងទាំងអស់គ្នាបាទនៅក្នុងនេះខ្ញុំប្រើឈូឃីវជាមួយដលងប្រាំងបាទក៏ដូចជាជាមួយនឹងខាងក្រោមនេះគឺមើមឈូកយើងមើមឈូកធំហ្នឹងបងប្អូនណាបាទគ្រឿងបន្ថែមបន្តិចទៀតទេគឺមានតែបាទដើមសួនម៉ែវជាមួយនឹងម្ទេសបងប្អូនយើងបាទហើយកង្កែបនេះដែរគឺយើងត្រូវប្រឡាក់គ្រឿងវាសិនបងប្អូនយើងបាទមើលមុខអ្នកប្រឡាក់ទៅដឹងហើយបាទបន្ទាប់មកទៀតគឺយើងបើកភ្លើងកម្ដៅចាប់ផ្ដើមមើលធ្វើម្ហូបតែម្ដងបងប្អូនណាបាទអូខេបងប្អូនយើងមុនដំបូងគឺខ្ញុំស្រោះបន្លែបន្តិចសិនដោយសារតែបន្លែនេះគឺយើងស្រោះហើយយើងបំពងលឿនណាឆាប់ឆ្អិនណាបងប្អូនណាបាទបើបងប្អូនយើងមួយចំនួនគាត់ធ្វើគាត់បំពងហើយគាត់ស្រោះអញ្ចឹងខ្ញុំស្រោះឲ្យបានបំពងបាទពេលយើងស្រោះឲ្យបំពងទៅបាទបន្លែនៅវានៅស្រួយល្អហើយក៏វានៅក្លិនឈ្ងុយបងប្អូនណាបាទបន្ទាប់ពីយើងចាក់បន្លែចេញបងប្អូនយើងសម្អាតខ្ទះបាទឲ្យស្អាតរួចហើយយើងដុតឲ្យក្តៅតិចមកបាទខ្ទះហ្នឹងបាទអូខេបាទបងប្អូនយើងខ្ទះតូចភ្លើងតូចក៏អាចធ្វើបានដែរបងប្អូនណាគ្រាន់តែវាយើងយឺតជាងបន្តិចបាទក្រោមមកទៀតគឺយើងដាក់ខ្លាញ់បំពងហើយបងប្អូនកន្លែងហ្នឹងសូមកាត់តិចបាទបងប្អូនយើងដែលអ្នកត្រូវការខ្ទះត្រូវការក្បិតបាទខ្ទះគឺខ្ញុំមាន4លេខបងប្អូនណាមានលេខ36 38 40គុតនិង42បងប្អូនណាដែលយើងហៅថា3ទឹក6 3ទឹក8 4ទឹក4ទឹក2បាទចំណែកក្បិតក៏មានដែរបងប្អូនណាបាទក្បិតមានគ្រប់ម៉ូតបាទក៏ដូចជាវែកឆាវែកសម្លអំបោះលៀងខ្ទះអីចឹងណាបាទហើយកត្រងញឹកកត្រងស្ដើងអីគឺខ្ញុំមានទាំងអស់បាទឥឡូវចូលមកសាច់រឿងយើងវិញបងប្អូនយើងបាទបន្ទាប់មកគឺយើងដាក់កង្កែបបំពងបាទក្រោយមកទៀតគឺយើងយកវែករុញវាកុំឲ្យវាស្អិតបាទក៏ប៉ុន្តែខ្ទះខ្ញុំដុតក្តៅហើយបងប្អូនណាគឺវាអត់ស្អិតបាទទេបាទបន្ទាប់មកខ្ញុំដាក់បន្លែនឹងបំពងជាមួយគ្នាតែម្ដងបាទកុំឲ្យយើងខាត់ខ្លាញ់បាទពីព្រោះឲ្យយើងបំពងជាមួយគ្នាហើយយើងឆាជាមួយគ្នាតែម្ដងបាទប្រភេទម្ហូបនេះដែរគឺយើងលក់ដាច់បំផុតសម្រាប់ជនជាតិចិនគាត់ចូលចិត្តនិយមផឹកស្រាបាទយំទៅឲ្យតែប្រភេទស្រាគឺត្រូវហើយខែនេះគឺខែត្រជាក់ទៀតម្ហូបនឹងដាច់ណាបងប្អូនណាបាទគឺវាជាប្រភេទម្ហូបហិលបាទយើងញ៉ាំទៅវាហិលខ្លាំងបាទវាអាចឲ្យយើងបែកញើសបាទអញ្ចឹងហើយវាជំនួយការត្រជាក់របស់យើងបាទនៅក្នុងខ្លួនណាអូខេបងប្អូនយើងបាទឥឡូវកង្កែបបាទហើយជាមួយនឹងបន្លែហ្នឹងគឺឆ្អិនរួចរាល់ហើយបងប្អូនណាបាទឥឡូវគឺយើងដួសវាចេញបានហើយបាទដូចបងប្អូនឃើញស្រាប់ហើយកង្កែបគឺយើងបំពងឡើងក្រហមបាទប៉ណ្ណឹងបាទកង្កែបនេះគឺយើងប្រឡាក់ដែរបងប្អូនយើងបាទបន្ទាប់មកទៀតគឺយើងចាក់ខ្លាញ់តែម្ដងចេញមកបាទយើងចាក់ចេញយើងលាងខ្ទះសិនបាទអូខេបាទយើងលាងខ្ទះឲ្យស្ងួតទឹកចឹងមកបាទយើងដាក់ខ្លាញ់ឈ្ងុយបន្តិចឆាវាបាទហើយគ្រឿងវានេះគឺខ្ញុំប្រើមានដូចជាបាទប្រេងម្ទេសបន្តិចមកជាមួយនឹងផ្កាម្រេចបងប្អូនផ្កាម្រេចយើងដាក់ពីមុនលីងវាឈ្ងុយបន្តិចមកបាទបន្ទាប់មកខ្ញុំប្រើមានដូចជាខ្ទឹមសចំណិតបាទខ្ញីបាទជាមួយនឹងម្ទេសអញ្ចឹងណាបងប្អូនណាបាទដូចបងប្អូនឃើញស្រាប់អញ្ចឹងមកបន្ទាប់មកគឺខ្ញុំមកវាយជាមួយនឹងម្ទេសឆាបន្តិចបាទម្ទេសឆានេះដែរគឺយើងលីងវាឲ្យឈ្ងុយបន្តិចមកបាទហើយបន្ទាប់មកទៀតគឺខ្ញុំប្រើជាមួយនឹងគ្រឿងទឹកឆ្នាំងដីបាទគេហៅថាទឹកសុសហ្នឹងបាទគឺជាប្រភេទរបស់ចិនគេហៅថាកាន់គួរជាងហ្នឹងបាទហើយបន្ថែមជាមួយនឹងម្ទេសក្រៀមដើម្បីឲ្យវាឈ្ងុយឲ្យវាហិលបន្តិចបាទបន្ទាប់មកគឺយើងអាចក្រឡុកវាបានហើយបងប្អូនណាបាទកន្លែងហ្នឹងគឺលឿនទេបាទពេលដែលយើងក្រឡុកវាប៉ុណ្ណឹងយើងដាក់ទឹកបន្តិចទេបងប្អូនណាអត់ដាក់ច្រើនទេបាទកុំឲ្យវាស្អិតបាទហ្នឹងហើយបាទបន្ទាប់មកទៀតគឺយើងអាចវាយគ្រឿងបានហើយខ្ញុំប្រើម្សៅស៊ុបស្ករបន្តិចបាទប៊ីចេងជាមួយនឹងទឹកស្អ៊ីវបាទហើយជាមួយនឹងម្រេចសបន្តិចមកបងប្អូនណាបាទនៅកន្លែងខ្ញុំហ្នឹងគឺប្រភេទកាន់គួរហ្នឹងគឺដាច់ណាស់បងប្អូនណាបាទកាន់គួរប្រៃគួរកាន់គួរណាគឺរងគួរយីកាន់គួរនីវ៉ាហ្នឹងដាច់ជាមួយនឹងកាន់គួរយ៉ាថោបងប្អូនយើងបាទគ្រឿងយើងបងហើយយើងក្រឡុកវាបន្តិចយើងដាក់បន្លែពីលើនឹងចូលបងប្អូនណាត្រឡប់វាបន្តិចទៀតមកបាទប៉ណ្ណឹងគឺរួចរាល់ជាការស្រេចហើយបងប្អូនណាបាទហ្នឹងហើយបាទមួយចាននេះដែរគឺខ្ញុំលក់6ទៅ$10បងប្អូនយើងបាទបងប្អូនយើងគិតថាថ្លៃបាទសូមខមមិននៅខាងក្រោមវីដេអូបងប្អូនណាបាទខមមិនដែរក្រុមសិលធម៌ផងអរគុណបងប្អូនបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរបាទសម្រាប់ចែករំលែកទៅបងប្អូនយើងអរគ្នាបងប្អូនណាបាទសង្ឃឹមថាបងប្អូនយើងនឹងចេះជាចំណេះមកមុខទៀតបាទអរគុណបងប្អូនបាទជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើនជម្រាបលាបាទបាយបាយ